បាទសួស្តីបងប្អូនអរគ្នាបាននៅក្នុងវីដេអូនេះដែរខ្ញុំធ្វើការបង្ហាញបងប្អូននៅវិធីសាស្ត្រក្នុងការផ្លាស់ប្ដូរស្លាប DJI Mini 3 Mini 3 Pro Mini 4 Pro ហើយ DJI Little នោះដូចគ្នាបាទស្លាបហើយនឹង motor ដូចគ្នាទេបាទស្អីចេញក្រៅដូចគ្នាហ្នឹងហើយអញ្ចឹងបងប្អូនវិធីបដូរស្លាបយើងត្រូវធ្វើមិនខ្លះហ្នឹងហើយជាការឃើញបងប្អូនឃើញកណ្ដូវវាដូចគ្នាទេតែយើងដាក់អត់ដំណើរការទេវាធ្វើឲ្យ motor យើងឬ motor យើងហោះញ័រអញ្ចឹងបងប្អូនចាំមើលវីដេអូការតេស្តបង្ហាញជូនបងប្អូនទាំងអស់គ្នាបាទថាការបដូរស្លាបខុសនឹងវាមានហានិភ័យខ្លះហើយនឹងវាមានផលប៉ះពាល់ខ្លះបាទខ្ញុំធ្វើការចាប់ស្លាបបាទស្លាបនៅ DJI Mini 3អានេះនៅចំពោះនៅដៃខាងមុខបាទហ្នឹងហើយហើយបងប្អូនចំណាំមើលនេះធម្មតាស្លាបស៊ីនវាមាន logo DJI នៅពីលើស្លាបហ្នឹងហើយមានវាយលេខកូដបាទលេខកូដលើហ្នឹងលេខ60 30ហ្នឹងហើយវាមានលេខកូដខ្លះមានចុចពីមុខខ្លះមានលេខ3មានលេខ2លេខ1អីចឹងធម្មតាពុំរបស់វាដែលគេផលិតគេមានធ្វើបងលេខមួយធម្មតាពុំមួយវាអត់ដូចគ្នាទេវាលៀងខុសគ្នាខុសទម្ងន់ខុសខ្លាំងតិចតួចអញ្ចឹងអត់ទៀងទាត់ទេអញ្ចឹងបងប្អូនដល់ពេលយើងទៅឡើងស្លាបបងប្អូនមើលតាមលេខហ្នឹងតាមលេខពុំដែលគេផលិតហ្នឹងដូចមានលេខ60 30ហើយមានកន្ទុយលេខ3បាទហ្នឹងមានកន្ទុយលេខ3ខាងចុងហ្នឹងហើយបើសិនលេខ1យើងដាក់លេខ1ដូចគ្នាមកហើយវាមានចុច3នៅខាងមុខទៀតបាទហ្នឹងបងប្អូនចំណាំមើលទៅហ្នឹងហើយតែពេលកាលណាយើងដាក់ស្លាបដូចគ្នាអាហ្នឹងធ្វើឲ្យ motor របស់យើង balance បាទវាមានតុល្យភាពហោះប្រវត្តិស្លាបទៅវាអត់ញ័រទេវាស្មើហើយកាលនេះមួយទៀតបើសិនវាចុងនេះចុងជាប់ទៅក្រូចហ្នឹងវាមានប្រហែកមួយបាត់មកជារៀងអញ្ចឹងគាត់ធ្វើឲ្យ motor នឹងញ័រដែរហ្នឹងហើយអញ្ចឹងបងប្អូនមកជារៀងអាចបដាច់ចេញហ្នឹងទៅដើម្បីឲ្យស្មើគ្នាបើមានទាំងពីរអត់ទាំងពីរហ្នឹងហើយអាចប្រើប្រាស់បានហើយយើងតេស្តដល់គ្នាតាមស្លាបដែលមានលេខកូដដូចគ្នាវាបើស្លាបប្រវត្តិ motor ហ្នឹងវាបែបណាវាញ័រអត់ហ្នឹងហើយបងប្អូនតាមដានគ្នាបាទនេះចំពោះស្លាបតែមានលេខកូដដូចគ្នាអញ្ចឹងបាទយើងដាក់ទៅឃើញអត់ញ័រទេវាវិលមកស្មើល្អមែនតើអញ្ចឹងនៅក្នុងវីដេអូបន្តខ្ញុំបង្ហាញនៅការបដូរស្លាបបាទហើយមានលេខកូដគ្នាវានឹងធ្វើប្រតិកម្មបែបណាខ្លះហ្នឹងហើយវាប៉ះពាល់ខ្លះដល់ពេលយើងហោះដ្រូនទៅបាទហើយខ្ញុំជ្រើសយកស្លាបមួយទៀតដែលមានទម្រង់ដូចគ្នាហ្នឹងបាទដូចគ្នាមើលទៅបាទផ្លែហ្នឹងដូចគ្នាបងប្អូនអត់ដឹងបាទឃើញដូចគ្នាយើងចាប់ចូលតែពេលយើងមើលពិនិត្យជាក់ស្ដែងទៅវាមានលេខកូដផ្សេងនេះបាទលេខកូដវា60 30F តែអត់មានលេខកន្ទុយខាងក្រោយទេហ្នឹងហើយឃើញទេចឹងអាហ្នឹងពុំរបស់វាអត់មានវាយលេខ3ទេលេខ3លេខ2លេខ1អញ្ចឹងហ្នឹងវាមានតាមប្រភេទពុំលេខរៀងរបស់វាហ្នឹងហើយឥឡូវយើងសាក់ដូរស្លាបដាក់មកជារៀងពុំផ្សេងមកជារៀងពុំមួយផ្សេងហ្នឹងហើយតែវាមានសកម្មភាពបែបណាខ្លះតែយើងដូរស្លាបខុសលេខអញ្ចឹងអូខេហើយដូរហើយបាទយើងតែគ្នាបាទយើងញ័រជាងមុនចេះញ័រតែបាទដល់ពេលយើងរូខ្លះនេះយើងញ័របាទមកទៅដល់នេះលេខរៀងដូចគ្នាគឺអត់ញ័រទេបាទអញ្ចឹងដឹងវិធីសាស្ត្រនៃការផ្លាស់ប្ដូរស្លាបបងប្អូនអាចមើលតាមរយៈវីដេអូបងប្អូនបានទស្សនារួចរាល់ហើយពីវិធីសាស្ត្រនៃការផ្លាស់ប្ដូរស្លាប DJI Mini 3បាទអញ្ចឹងបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍បងប្អូនជួយ like ជួយ share បាទសូមអរគុណ